ជំរាបសួរអ្នកគ្រូក៏ដូចជាជំរាបសួរមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមក boot Power ISO Windows 7 មុនដំបូងយើងត្រូវមានកម្មវិធី Power ISO នេះមួយសិនខ្ញុំបានដំឡើងវារួចហើយចុចคลิกយកវាមកចាំបន្តិចត្រង់នេះយើងចុចខ្វែងមកត្រង់យើងបន្តមកចេញផ្ទាំងបែបនេះហើយយើងចុចយក create boot USB drive ចុច OK ចុច Yes ចាំវាបន្តិចត្រង់នេះយើងត្រូវរក image file យើងត្រូវរក file របស់វាដោយសារខ្ញុំបានទុកវានៅ 3D បន្ទាប់មកខ្ញុំចុច OK ខ្ញុំចុច Start បន្ទាប់មកយើងចុច OK ទៀតរងចាំវាដំណើរការពេញទៅក្នុងនេះបាទយើងរងចាំវាដើរពេញមកបាទពេលនេះវាចិត្តពេញហើយបាទចុច OK ពេលនេះយើងបាន boot Windows 7 នៅក្នុង Power ISO គឺជោគជ័យបាទជំរាបលាអ្នកគ្រូក៏ដូចជាជំរាបលាមិត្តភ័ក្តិទាំងអស់គ្នា